ដើម្បីដោះស្រាយសេចក្តីទុកនៅក្នុងផ្លូវចិត្តនឹងបានក៏បីយល់ថាយើងកុំរៀនស្រឡាញ់តាមដោយអំណាចនៃកិលេសរបស់យើងក៏បីស្រឡាញ់នៅក្នុងការសង្គ្រោះណាស្រឡាញ់ដោយមេត្តាធម៌ណាស្រឡាញ់ដោយបញ្ញាណាមានសតិរលឹកដឹងជារឿយៗទៅអាហ្នឹងវាកាត់បន្ថយសេចក្តីទុកដែរហើយសុភមង្គលក្នុងជីវិតរបស់យើងក៏បីធ្វើជាម្ចាស់នៃសុភមង្គលជីវិតណាកុំផ្ញើវាសនាក៏ដូចជាសេចក្តីសុខនឹងទៅលើណាចិត្តរបស់គេទៅលើណាខ្លួនគេណាយល់បុគ្គលជាច្រើននៅក្នុងโลกនេះចង់គ្រប់គ្រងចិត្តរបស់អ្នកដទៃដោយពួកគេមិនបានគិតទៅលើការគ្រប់គ្រងចិត្តរបស់ខ្លួនឯងទេបើសិនជាស្រឡាញ់បុគ្គលណាម្នាក់នៅពេលដែលភាគីម្ខាងទៀតមានអារម្មណ៍ថាមានសេរីភាពមានអារម្មណ៍ថាមិនមានសម្ពាធដោយសារយើងនោះហើយគឺជាក្តីស្រឡាញ់ពិតប្រាកដទៅដោយមានប្អូនម្នាក់គាត់បានតាក់ទងមកសួរខ្ញុំកណាអាត្មាថាគាត់មានគូស្នេហ៍មានន័យថាគូសង្សារគ្រាន់តែតាក់ទងគ្នាធម្មតាទេទំនាក់ទំនងគាត់ប៉ុន្តែគាត់ថារយៈពេលដែលស្រឡាញ់គ្នានឹងយូរឆ្នាំដែរគាត់បានប្រាប់រាយរាប់មកប្រហែលជា3ឆ្នាំដែលគាត់តាក់ទងគ្នាហើយបើនិយាយអំពីចំណងនៃផ្លូវចិត្តហ្នឹងគឺបានស្វែងយល់ពីគ្នាច្រើនហើយស្រាប់តែដល់ពេលមួយទៅគាត់ក៏អត់អាចបន្តនៅក្នុងទំនាក់ទំនងនឹងបានហើយដោយសារតែភាគីម្ខាងទៀតហ្នឹងគាត់សុំបញ្ចប់ទំនាក់ទំនងនឹងផងអញ្ចឹងគាត់តាក់ទងមកសួរខ្ញុំកណាអាត្មាហ្នឹងក៏សួរថាតើមានវិធីសាស្ត្រណាខ្លះដែលអាចកាត់ចិត្តពីមនុស្សដែលយើងស្រឡាញ់បានឲ្យលឿនតាមដែលអាចធ្វើទៅបានណាដោយសារតែគាត់ឃើញអាត្មាជាប្រសងចឹងទៅគាត់ចង់សួរថាតើគុណចាស់មានវិធីសាស្ត្របែបណាខ្លះមែនតើទៅនៅក្នុងទំនាក់ទំនងស្នេហាបែបគូសង្សារក្តីនៅក្នុងទំនាក់ទំនងបែបស្វាមីភរិយាឬក៏មិត្តភ័ក្តិបងប្អូនសាច់ញាតិអីអាហ្នឹងវាសុទ្ធតែជាប់តាក់ទងជាមួយនឹងចំណងចិត្តណាចំណងចិត្តហ្នឹងពិបាកស្រាយមានពេលមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសួរទៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយណាតើចំណងអីដែលពិបាកដែលចងហើយពិបាកនៅក្នុងការស្រាយហ្នឹងភិក្ខុទាំងឡាយលោកក៏ឆ្លើយមកហោហែទៅប៉ុន្តែនៅក្នុងនេះចម្លើយជារួមមកគឺចំណងដែលចងហើយពិបាកស្រាយនោះគឺចំណងចិត្តណាចំណងចិត្តនេះដែលចងជាប់ហើយពិបាកស្រាយអញ្ចឹងបកមកសំណួរដែលគាត់សួរអ្វីដែលគាត់ចង់បានហ្នឹងគឺដំណោះស្រាយបើនិយាយនៅក្នុងពុទ្ធសាសនានិយាយនៅក្នុងធម្មវិន័យចេះតែមានហើយប៉ុន្តែគ្រាន់តែថាតែយើងព្រមឬមិនព្រមនឹងជារួមណាពេលខ្លះពធព្រះសម្មាសម្ពុទ្ធនឹងបុគ្គលដែលអាចបដិបត្តិឬក៏អាចសិក្សាយល់អំពីពធព្រះអង្គបានតើតែអ្នកមានឧបនិស្ស័យសូម្បីតែពេលដែលពុទ្ធព្រះអង្គគង់នៅព្រះអង្គសម្ដែងហើយណាព្រះអង្គសម្ដែងបានប្រោសបានចំពោះតែបុគ្គលអ្នកដែលមានឧបនិស្ស័យគួរនឹងទូមានអញ្ចឹងអ្នកខ្លះកើតតនសម័យពុទ្ធប៉ុន្តែអត់មាននិស្ស័យជាមួយពុទ្ធក៏ព្រះអង្គប្រោសអត់បានដែរអញ្ចឹងដំណោះស្រាយមិនមែនថាគ្មានទេតែឆ្លើយទៅគាត់ណាប៉ុន្តែគាត់ថាសំខាន់សួរថាយើងព្រមឬមិនព្រមវាយើងចង់សិក្សាអប់រំទៅតាមបែបមាគ៌ាពុទ្ធសាសនាដើម្បីរំសាយនៃអាការតូចចិត្តការទុកពីរឿងស្នេហាហ្នឹងតើយើងព្រមដែរណាអញ្ចឹងអាលើកឡើងបញ្ជាក់ប្រាប់គាត់ថាតាក់ទងជាមួយនឹងដំណើរនៃការតាក់ទងគ្នាជាសង្សារការស្រឡាញ់រាប់អានគ្នាហ្នឹងនៅពេលដែលយើងបានធ្វើសេចក្តីល្អឬក៏យើងបានបំពេញឲ្យគ្នាកាន់តែច្រើនតាក់ទងកាន់តែយូរចំណងនៃផ្លូវចិត្តហ្នឹងវាកាន់តែរឹតតឹងហើយនៅពេលដែលរឹតតឹងពិបាកស្រាយខ្ញុំចំណាំមើលតែចំណងចិត្តនេះតើរឹតតឹងពិបាកស្រាយអញ្ចឹងខ្ញុំលើកតាក់ទងពីរឿងទី1គឺយើងត្រូវទទួលស្គាល់ថាការជួបការព្រាត់គឺជាដំណើរធម្មជាតិណាជាដំណើរធម្មជាតិហ្នឹងគឺមានន័យថាជួបហើយគឺវាត្រូវតែបែកទៅវិញណាឥឡូវឧទាហរណ៍ដូចព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងសាមញ្ញលក្ខណៈធម៌ណាសាមញ្ញលក្ខណៈធម៌ណាទាំង3ហ្នឹងណាញោមណាមានណាអនិច្ចំទុក្ខំអនត្តាដែលយើងណាធ្លាប់សិក្សាហ្នឹងយើងយល់ថាទី1គឺសភាពជាទុក្ខនិងសភាពមិនទៀងសភាពមិនមែនជារបស់ខ្លួនឥឡូវពិចារណាតែធម៌មិនទៀងមួយសិន
មិនទៀងហ្នឹងគឺមិនទៀងត្រង់ដែលថាជួបហើយវាត្រូវតែប្រត់ប្រាស់ឬក៏វាត្រូវបែកគ្នាទៅវិញពេលណាគឺអត់ទៀងឥឡូវឧទាហរណ៍ថាយើងនិយាយការដែលស្រឡាញ់គ្នាដំបូងណាយល់ណាស្រឡាញ់គ្នាដំបូងសន្យាស្មោះស្ម័គ្របដូរផ្ដាច់ណាបដូរផ្ដាច់អីចឹងទៅណាអូនបញ្ចោលបងបញ្ចោលអូនអីចឹងទៅមិនសួរថាអាការសន្យារបស់គាត់ហ្នឹងវាទៀងទេណាថាអត់ទៀងទេវាអាចមានរយៈពេលយូរវាអាចរហូតឬក៏វាអាចនៅក្នុងរយៈពេលណាមួយហើយគាត់ប្រែចិត្តណាប៉ុន្តែពេលខ្លះនៅពេលដែលគាត់និយាយថាគាត់ស្រឡាញ់ហ្នឹងវាអាចដែរខ្ញុំអាចនៅក្នុងពេលហ្នឹងគាត់ស្រឡាញ់មែនណាតែមកប្រាប់គាត់អញ្ចឹងថាអាចនៅក្នុងពេលដែលគាត់ប្រាប់ថាគាត់ស្រឡាញ់ហ្នឹងអាពេលហ្នឹងចិត្តគាត់គឺស្រឡាញ់ប៉ុន្តែក្រោយមកទៀតគាត់ជប់ស្រឡាញ់អាហ្នឹងយើងទៅធ្វើមិនណាអញ្ចឹងមិនថាបើចង់ដោះស្រាយវិបត្តិផ្លូវចិត្តក៏ដូចជាវិបត្តិស្នេហាទៅតាមមេគាពធតតែយើងព្រមដែរបើយើងអត់ព្រមដោះស្រាយអត់ចេញទេព្រោះអាហ្នឹងវាជាចំណងចិត្តណាអញ្ចឹងបើយើងនិយាយឲ្យងាយយល់ទៅថាវាគ្មានអីដែលថិតថេររហូតទេណាអត់មានអីដែលថិតថេររហូតណាមានអីទៅទៀងទាត់ញាតិញោមព្រះអង្គសំដែងហើយអ្វីៗគ្រប់យ៉ាងមិនទៀងណាសង្ខារទាំងឡាយមិនទៀងណាអំបាវត្តចេតពុនជាទីគង់នៅរបស់ព្រះសាស្តាក៏គង់ដល់នៅការបែកបាក់អញ្ចឹងវាអត់ទៀងទេញោមណាអត់ទៀងទាត់ទេយើងកុំចាំអាពាក្យសន្យារបស់គេហ្នឹងថាថ្ងៃមុនណាគេសន្យាថាគេស្មោះត្រង់មិនប្រែប្រួលមិនវេកវេណាទោះបីជាណាមេឃរលំភ្នំរលាយអីក៏ណាស្នេហ៍ភក្តីភាពរបស់អូនចំពោះបងនឹងក៏វាមិនបែកបាក់អីទៅណាប៉ុន្តែសួរថារឿងនេះយើងអាចខត់បានទេថាអត់ទេតែជាដំណើរធម្មជាតិគឺអញ្ចឹងនឹងបើគិតនៅក្នុងផ្លូវពធហើយមួយទៀតជាវិធីសាស្ត្រមួយដើម្បីកាត់បន្ថយសេចក្តីទុក្ខនឹងទៅបានមានអនុវត្តទៅតាមធម៌ពុទ្ធដែលនៅក្នុងចំណោមនៃណាបរមវិហារធម៌ទាំងឡាយ4ហ្នឹងគឺមានពាក្យមួយដែលព្រះអង្គសម្ដែងថាមេត្តាណាមេត្តានេះគឺយើងត្រូវផ្សាយមេត្តាចំពោះអ្នកដែលយើងស្រឡាញ់នឹងផងចំពោះខ្លួនឯងនឹងផងណានៅពេលដែលយើងមានមេត្តាចិត្តចំពោះគ្នានឹងគ្នាយើងនឹងយល់ច្បាស់ណាយើងនឹងយល់ច្បាស់ហ្នឹងសេចក្តីទុកខ្លួនឯងក៏វាអត់សូវមានហើយអាចកាត់បន្ថយទៀតព្រោះពេលខ្លះថ្មអាចយល់ច្បាស់ក្នុងចិត្តជីវិតថយជននេះនៅបើស្រឡាញ់ប៉ុន្តែបើអស់ពីស្រឡាញ់ទៅវាអាចចូលទៅជាភាពស្អប់អីចឹងណាប៉ុន្តែក៏មានអ្នកខ្លះគាត់មិនស្អប់ទេប៉ុន្តែភាគច្រើនស្អប់ខ្ញុំដែលលើពាក្យខ្មែរយើងថាស្រឡាញ់ប៉ុណ្ណាស្អប់ប៉ុណ្ណឹងណាដំបូងឡើយមិនស្អប់ទេដំបូងឡើយស្រឡាញ់ទេប៉ុន្តែអស់ពីស្រឡាញ់ទៅជាស្អប់អញ្ចឹងបន្ទាប់ពីបែកគ្នាហើយថ្មបានជំរាបជូនទៅម្ចាស់សំណួរហ្នឹងថាឲ្យគាត់ផ្សាយមេត្តាចិត្តឲ្យបានច្រើនណាផ្សាយមេត្តាចិត្តដល់គ្នាឲ្យបានច្រើនទៅសូមឲ្យណាសពសត្វទាំងឡាយហ្នឹងមាននៅសេចក្តីស្ងប់សុខណាហើយយើងក៏មិនគួរធ្វើបាបខ្លួនឯងដោយសារអ្នកដទៃដែរណាព្រោះការធ្វើបាបខ្លួនឯងដោយសារអ្នកដទៃហ្នឹងវាជាអកុសលកម្មហ្នឹងយល់ណាញាតិញោមឃើញមានបុគ្គលច្រើនដែលគាត់ពិបាកចិត្តរឿងស្នេហារឿងអីហ្នឹងណាអ្នកខ្លះសម្រាប់ចិត្តថាបញ្ចប់ជីវិតណាអ្នកខ្លះទៀតក៏មិនដល់ថ្នាក់បញ្ចប់ជីវិតទេប៉ុន្តែធ្វើបាបខ្លួនឯងប៉ុន្តែឥឡូវនេះយើងមានសតិបន្តិចទៅថ្មយល់ថានៅកំឡុងពេលដែលចិត្តនេះកើតទុកឬក៏តោមនោសចិត្តនឹងកើតឡើងវាពិបាកនៅក្នុងការរលឹកដឹងនៅកុសលធម៌ទាំងឡាយទាំងពួងប៉ុន្តែគាត់ថាបើសិនជាយើងដឹងថាអកុសលចិត្តកំពុងតែកើតហើយយើងក៏ត្រូវរលឹកដឹងរកកុសលឲ្យវាកើតឡើងនៅក្នុងចិត្តរបស់យើងណាព្រោះចិត្តរបស់យើងរវាងកុសលនិងអកុសលហ្នឹងវាប្រៀបបីដូចជាជញ្ជីងថ្លឹងអញ្ចឹងយល់បើសិនជាកម្លាំងឬក៏ទម្ងន់នៃអកុសលហ្នឹងវាធ្ងន់ជាងវាប្រកាសជាកុសលហ្នឹងវាស្រាលបើសិនជាទម្ងន់នៃកុសលហ្នឹងវាធ្ងន់ជាងអកុសលហ្នឹងក៏ស្រាលចុះនឹងញាតិញោមត្រូវយល់ពីចំណុចហ្នឹងហើយមួយទៀតអាត្មាជម្រាបជូនគាត់ដែរថាបើសិនជាយើងគិតនៅក្នុងកិច្ចការងាររបស់យើងបច្ចុប្បន្នជានៅក្នុងការងាររបស់យើងណាព្រោះសួរទៅវ័យរបស់គាត់គឺគាត់កំពុងតែធ្វើការផងរៀនផងណាអញ្ចឹងគាត់វ័យរបស់គាត់ហ្នឹងគឺវាចូលដល់វ័យមួយដែលគិតគូរពីរឿងអនាគតក៏ដូចជាការអភិវឌ្ឍខ្លួនណាអញ្ចឹងថ្មក៏ប្រាប់គាត់ទៅថាគួរតែយកពេលខូចចិត្តហ្នឹងយកមកថែរក្សាសុខភាពអានឹងជារឿងមួយណាធ្វើម៉េចកុំឲ្យសុខភាពហ្នឹងដុនដាបតែព្រោះដើម្បីបន្តដំណើរជីវិតទៅមុខទៀតបានគឺរឿងដែលសំខាន់ត្រូវមានសុខភាពល្អទី2ប្រឹងប្រែងកសាងសមត្ថភាពប្រឹងប្រែងកសាងសមត្ថភាពនឹងសមត្ថភាពបែបម៉េចញោមសមត្ថភាពនឹងដូចនៅក្នុងការ
ចំណេះជំនាញវិជ្ជាជីវៈនៅក្នុងការប្រកបកិច្ចការងារហ្នឹងប្រឹងប្រែងណាធ្វើមិនឲ្យលេចធ្លោណាបើមនុស្សវិញគេហៅថាមូលធនមនុស្សណាមូលធនមនុស្សហ្នឹងហើយធ្វើខ្លួនឯងឲ្យជាមនុស្សដែលមូលធនហ្នឹងមានចំណេះដឹងវិជ្ជាជីវៈគ្រប់គ្រាន់មានក្រមសីលធម៌ល្អអញ្ចឹងទៅដើម្បីបង្កើនតម្លៃខ្លួនឯងញាតិញោមទាំងអស់គ្នាបើយើងគិតមើលទៅថាអ្នកដែលបោះបង់ចោលយើងអាចទី1គាត់គិតថានៅជាមួយយើងវាអត់កើតណាទី2អាចនៅក្នុងកលៈទេសៈដែលគាត់មានជំរឿសណាមួយដែលល្អជាងហ្នឹងអញ្ចឹងយើងក៏បីប្រឹងប្រែងកសាងសមត្ថភាពដូចคลิปថ្មមួយបាននិយាយថាការសងសឹកដ៏ល្អបំផុតហ្នឹងគឺណាជាការប្រឹងប្រែងកសាងខ្លួនឯងឲ្យមានសមត្ថភាពគ្រប់គ្រាន់អញ្ចឹងធ្វើម៉េចកសាងតម្លៃខ្លួនឯងកុំឲ្យថាពេលដែលគេចាក់ចេញពីយើងទៅយើងក៏វាកាន់តែខ្សោយទៅកាន់តែអន់ថយទៅអាហ្នឹងវាអត់ល្អទេណាអញ្ចឹងរឿងដែលគាត់បីធ្វើយល់ព្រមថាហ្នឹងវាជាដំណើរធម្មជាតិនឹងបើគិតនៅក្នុងធម៌ហ្នឹងមកបរិយាតាមបនហ្នឹងហើយមួយទៀតបន្ទាប់ពីហ្នឹងទៅគាត់ត្រូវប្រឹងប្រែងទី1ថែទាំសុខភាពទី2កសាងសមត្ថភាពណាប្រឹងរៀនហើយពង្រឹងចំណេះជំនាញវិជ្ជាជីវៈដែលខ្លួនមានហ្នឹងពង្រឹងបន្ថែមដើម្បីបង្កើនតម្លៃខ្លួនឯងហ្នឹងហើយមួយទៀតកាលដែលយើងទាំងអស់គ្រប់គ្នាណាការຕົកហ្នឹងវាមកពីរឿងស្រឡាញ់ហ្នឹងឯងញោមមានតែរឿងស្រឡាញ់ហ្នឹងដែលវាជាហេតុដែលនាំឲ្យកើតទុក្ខណាទីហៅថានៅក្នុងធម៌ណាយើងគប្បីកាត់បន្ថយនៅឧបាទានណាយល់នៅឧបាទានហ្នឹងការប្រកាន់ការយឺតយ៉ាវនៅក្នុងចិត្តហ្នឹងណាថ្មបានលើកជាបល័យអីទេប៉ុន្តែសូមលើកជាសម្រាយទៅថានៅក្នុងចំណុចមួយដែលពុទ្ធព្រះអង្គសម្ដែងថាទីណាមានការប្រកាន់ទីនោះមានណាមានសេចក្តីទុក្ខណាហើយបើយើងចង់គ្រប់គ្រងចិត្តអ្នកដទៃគឺជាប្រភពនៃភាពក្តៅក្រហាយអានឹងយើងត្រូវយល់អញ្ចឹងញោមណាបុគ្គលជាច្រើននៅក្នុងលោកនេះចង់គ្រប់គ្រងចិត្តរបស់អ្នកដទៃដោយពួកគេមិនបានគិតទៅលើការគ្រប់គ្រងចិត្តរបស់ខ្លួនឯងទេអញ្ចឹងកន្លែងហ្នឹងសំខាន់ណាញោមណាហើយម្ចាស់សំណួរហ្នឹងក៏ដូចគ្នាគាត់ក៏បីយល់ថាបើសិនជាយើងចង់គ្រប់គ្រងអ្នកដទៃគួរតែកលែងមកមើលចិត្តខ្លួនឯងហ្នឹងហើយសុភមង្គលហ្នឹងមែនតើទៅសេចក្តីស្រឡាញ់ហ្នឹងបើគិតទៅតាមកលេសហ្នឹងវាជាសុភមង្គលមួយដែរតែមិនប្រកែកទេណាព្រោះមនុស្សគ្រប់គ្នាកើតមកវាត្រូវមកព្រមជាមួយការស្រឡាញ់ប៉ុន្តែគាត់ថាការស្រឡាញ់របស់យើងរាល់ថ្ងៃនេះវាច្រើនតែស្រឡាញ់ទៅតាមកលេសណាយល់តែច្រើនតែស្រឡាញ់ទៅតាមកលេសច្រើនតែស្រឡាញ់ទៅតាមតណ្ហារបស់ខ្លួនអីចឹងទៅតែនៅក្នុងចំណុចមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គពោលសរសើរអំពីរឿងស្រឡាញ់ហ្នឹងគឺព្រះអង្គពោលសរសើរថាសេចក្តីស្រឡាញ់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គពោលសរសើរនោះគឺជាការស្រឡាញ់បែបសង្គ្រោះណាបែបសង្ឃហៈណាយល់ការស្រឡាញ់បែបសង្គ្រោះព្រោះបើញោមគិតមើលរឿងការស្រឡាញ់តាមតែកលេសតាមតែលោភៈរបស់យើងហ្នឹងមិនប្រមាណទេឈប់ស្រឡាញ់ហើយនៅស្អាតនៅឃើញល្អហ្នឹងក៏ស្រឡាញ់ទៅនៅជាមួយយូរទៅឃើញពីរឿងចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមកហ្នឹងអស់ចិត្តស្រឡាញ់ទៅអញ្ចឹងដើម្បីដោះស្រាយសេចក្តីទុក្ខនៅក្នុងផ្លូវចិត្តហ្នឹងបានក៏បីយល់ថាយើងកុំរៀនស្រឡាញ់តាមដោយអំណាចនៃកិលេសរបស់យើងក៏បីស្រឡាញ់នៅក្នុងការសង្គ្រោះណាស្រឡាញ់ដោយមេត្តាធម៌ណាស្រឡាញ់ដោយបញ្ញាណាមានសតិរលឹកដឹងជារឿយៗទៅអាហ្នឹងវាកាត់បន្ថយសេចក្តីទុក្ខដែរហើយសុភមង្គលក្នុងជីវិតរបស់យើងក៏បីធ្វើជាម្ចាស់នៃសុភមង្គលជីវិតណាកុំផ្ញើវាសនាក៏ដូចជាសេចក្តីសុខនឹងទៅលើណាចិត្តរបស់គេទៅលើណាខ្លួនគេណាយល់មានពេលមួយយើងផ្ញើសេចក្តីសុខរបស់យើងទៅលើគេទាំងស្រុងពេលដែលគេនៅជាមួយយើងវាមិនអីទេប៉ុន្តែពេលដែលគេចាក់ចេញទៅដូចម្ចាស់សំណួរអញ្ចឹងក៏យើងវាកើតទុកណាហ្នឹងហើយអញ្ចឹងត្រង់ចំណុចហ្នឹងយើងក៏បីធ្វើជាម្ចាស់នៃសុភមង្គលក្នុងជីវិតខ្លួនឯងណាហើយចំណុចមួយទៀតក៏អាត្មាបានណាបញ្ជាក់ប្រាប់គាត់ដែរថាបើសិនជានៅក្នុងពេលដែលយើងណាឈឺចាប់ក៏បីយល់ពីឃ្លាមួយថាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលបង្រៀនឲ្យយើងឈប់ស្រឡាញ់ទេប៉ុន្តែព្រះពុទ្ធព្រះអង្គសម្ដែងព្រះអង្គបង្រៀនឲ្យយើងស្រឡាញ់ដោយការយល់ដឹងស្រឡាញ់ដោយការយល់ដឹងនេះយ៉ាងម៉េចញោមស្រឡាញ់ដោយបញ្ញាស្រឡាញ់បែបដោយបញ្ញាស្រឡាញ់បែបម៉េចស្រឡាញ់បែបដោយបញ្ញាគឺយល់ដឹងថាសង្ខារតែធម៌ទាំងឡាយមិនទៀងនៅថ្ងៃដូចមកភាពលើកឡើងពីខាងដើមថាដំបូងឡើយខាងស្រីនោះគាត់ថាគាត់ស្រឡាញ់ណាមិនព្រួលប្រែអញ្ចឹងទៅចង់បន្តទំនាក់ទំនងនឹងឲ្យបានជាគូស្វាមីភរិយាអីចឹងទៅណាហើយនៅជាមួយគ្នាដល់ចាស់ណាកោងខ្នងអីចឹងទៅណាប៉ុន្តែអ្វីៗគ្រប់យ៉ាងវាមិនទៅដូច
ការចង់បានឬក៏ដោយពាក្យសន្យារបស់គាត់ទៅតាក់ទងគ្នាបានប្រហែល3ឆ្នាំគាត់ខាងណាភាគីម្ខាងទៀតនោះគាត់ក៏សុំលែងទៅអញ្ចឹងជាមេរៀនមួយដែលចង់បញ្ជាក់ថាការស្រឡាញ់គឺយើងស្រឡាញ់ដោយបញ្ញាគឺការយល់ដឹងដើម្បីយល់ដឹងអំពីដំណើរចិត្តនៃសេចក្តីស្រឡាញ់ហ្នឹងបានគឺត្រូវមានសតិរលឹកដឹងជារឿយណាមកពេលណាដែលចិត្តមានសតិយើងនឹងដឹងថាអ្វីៗគ្រប់យ៉ាងវាអត់ទៀងទេហើយបើយើងពិតជាចង់ឲ្យគេល្អមែនពិតជាចង់ឃើញគេល្អមែនយើងក៏មិនគួរណាតូចចិត្តពិបាកចិត្តអីដែរបើមិនជាក្នុងករណីថាណាភាគីម្ខាងទៀតណាគេសម្រេចចិត្តចាក់ចេញពីយើងហើយគេទៅជួបដៃគូរបស់គេថ្មីហ្នឹងគេល្អជាងយើងអីចឹងទៅក៏យើងក៏បីសប្បាយចិត្តជាមួយគេទៅកុំទៅតូចចិត្តអីអាហ្នឹងណាព្រោះបើមែនតើបើយើងចង់យកគេមកក៏យកគេមកហ្នឹងយើងចង់ឲ្យគេមានសេចក្តីសុខដោយសារយើងដែរប៉ុន្តែបើឃើញគេមានសេចក្តីសុខជាមួយអ្នកដទៃជាងដែលមានសេចក្តីសុខជាមួយយើងហើយតែចាំបាច់ទេតែយើងត្រូវទៅបានគេអញ្ចឹងសេចក្តីស្រឡាញ់ពិតមួយទៀតដែលអាត្មាផ្ដាំណាអាត្មាផ្ដាំថាបើយើងស្រឡាញ់បុគ្គលណាម្នាក់ពិតប្រាកដមិនមែនចាំបាច់តតែបានបុគ្គលនឹងមករួមរស់នៅជាមួយទៅហៅតែក្តីស្រឡាញ់ពិតប្រាកដទេពេលខ្លះក៏តតែឈរមើលគេពីចម្ងាយណាឃើញគេមានសេចក្តីសុខផ្សេងអាហ្នឹងក៏យើងសប្បាយចិត្តមានសេចក្តីសុខអាហ្នឹងឯងជាក្តីស្រឡាញ់ពិតប្រាកដជាការស្រឡាញ់ដែលមិនចង់បានណាជាការស្រឡាញ់ដែលមិនចង់បានអីសោះពីភាគីម្ខាងទៀតតែបើយើងស្រឡាញ់ចង់ឲ្យគេមកកប់គុណចិត្តយើងហួងហែងព្រឹកល្ងាចអាហ្នឹងមិនមែនជាក្តីស្រឡាញ់ពិតប្រាកដទេហើយមួយទៀតដែលអាត្មាតែងតែប្រើពាក្យហ្នឹងប្រាប់ទៅអ្នកដែលស្គាល់ក៏ដូចជាអ្នកដែលគាត់សួរព្រោះមានអ្នកសួរអាត្មាច្រើនមិនអាត្មាអត់មានពេលដើម្បីធ្វើតែជាវីដេអូជាអីអញ្ចឹងទេគាត់តែងតែសួរមកក៏បញ្ជាក់ប្រាប់គាត់ទៅថាបើសិនជាស្រឡាញ់បុគ្គលណាម្នាក់នៅពេលដែលភាគីម្ខាងទៀតមានអារម្មណ៍ថាមានសេរីភាពមានអារម្មណ៍ថាមិនមានសម្ពាធដោយសារយើងនោះហើយគឺជាក្តីស្រឡាញ់ពិតប្រាកដបើស្រឡាញ់បុគ្គលណាហើយដែលគេមានសម្ពាធគេមានអារម្មណ៍ថាគេអត់មានសេរីភាពបិទសិទ្ធហួងហែងសពគ្រប់បែបយ៉ាងអាហ្នឹងមិនមែនជាក្តីស្រឡាញ់ពិតប្រាកដទេពួកយើងគិតថាយកគេមកដើម្បីឲ្យគេមានសេចក្តីសុខតែតាមពិតអត់ទេយកមកប្រកបគុណកិលេសខ្លួនឯងតែអញ្ចឹងក៏បីគិតឡើងវិញហើយបើគិតអញ្ចឹងទៅខ្ញុំបើខ្ញុំគិតតាមអាត្មាម្ចាស់សំណួរអីបើគិតតាមអាត្មាទី1ងាកមកស្រឡាញ់ខ្លួនឯងវិញថែមទី2ជូនពរណាអ្នកដែលគាត់ចាក់ចេញពីយើងទៅអត់ខឹងទេបើគាត់មានសេចក្តីសុខយើងត្រេកអរបើគាត់ជួបទុក្ខយើងមានតែអាណិតគាត់ហ្នឹងហើយឈ្មោះថាក្តីស្រឡាញ់ពិតប្រាកដណានឹងសូមជូនប៉ុណ្ណឹងចុះហើយដោយសារតែអាត្មាមិនបាននិយាយវែងឆ្ងាយប៉ុន្តែបើចង់ឲ្យលំអិតហ្នឹងក៏វែងឆ្ងាយជាងនឹងទៅទៀតហើយលើកតាក់ទងពីរឿងធម៌ស្របតាមមាគ៌ាព្រះពុទ្ធព្រះអង្គសម្ដែងហ្នឹងបើយើងតតែព្រមហើយកន្លែងខ្លះបើយើងពិបាកយល់តសិក្សារៀនសូត្រទៀតទៅអាចយល់ទៅបានតែគ្រាន់តែចង់បញ្ជាក់ថាព្រះពុទ្ធព្រះអង្គសម្ដែងអញ្ចឹងប៉ុណ្ណឹងចុះសូមអរគុណសូមជូនទៅម្ចាស់សំណួរហើយក៏ចែកលេខប្រកេនជូនកណ្ដាគុណម្ចាស់ញាតិញោមទាំងអស់គ្រប់ព្រះអង្គគ្រប់គ្នា